តទស្សនាពី Honda Click របស់ក្រុមហ៊ុន Honda NSX ដែលទំតប្រកាសចេញថ្មីនេះណាបាទអញ្ចឹង Honda Click ប្រកាសចេញមកគឺមាន3ពណ៌ណាពុកម៉ែបងប្អូនអរគ្នាបាទអញ្ចឹងមានពណ៌គេហៅថាពណ៌កាហ្វេមួយទៅបាទហើយនឹងពណ៌សបាទនេះពណ៌សស្រស់ស្អាតមែនតើហើយមួយទៀតនោះគឺពណ៌ខ្មៅហើយខ្មៅនេះគឺជាប្រភេទខ្មៅក្រើមណាអញ្ចឹងសម្រាប់ Click 125ឆ្នាំ2027នេះគឺកែប្រែរូបរាងច្រើនមែនតើបាទអាប់ដេតទាំងស្រុងតែម្ដងណាបាទអញ្ចឹងយើងមកមើលខាងមុខរបស់គេបាទអញ្ចឹងខាងមុខគឺជាប្រភេទចង្គៀង LED បែបអនាគតដ៏ថ្មីស្រឡាងជាមួយនឹងចង្គៀងមុខបំពាក់ដោយប្រព័ន្ធភ្លើងស្វ័យប្រវត្តិណាបាទមានន័យថា AHO បាទដែលភាសាកាត់គេហៅថា Auto Headlight On ហ្នឹងឯងបាទអញ្ចឹងប្រព័ន្ធបើកភ្លើងរបស់គេគឺបើកភ្លើងពេលថ្ងៃរហូតណាបាទអញ្ចឹងវាជួយបង្កើនសុវត្ថិភាពនៅក្នុងការបាទបញ្ជាគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវបានច្រើនណានៅក្នុងករណីដូចជាយើងជិះកាត់មេឃអាប់ជិះក្រោមស្ពានអាកាសឬក៏យើងជិះពេលមេឃភ្លៀងអីនឹងឯងណាពុកម៉ែបងប្អូនអរគ្នាបាទហើយចូលមកដល់ទី2នោះគឺ Smart Key ណា Smart Key គឺចំនួន2គ្រាប់ណាពុកម៉ែបងប្អូនអរគ្នាបាទអញ្ចឹងសម្រាប់ Smart Key នេះគឺគេឲ្យយើង2គ្រាប់ដើម្បីងាយស្រួលនៅក្នុងការប្រើប្រាស់ក៏ដូចជាពេលបាត់មួយអីទៅយើងអាចមានមួយទៀតសម្រាប់សកួរសម្រាប់ច្រឡងថ្មីចឹងទៅណាបាទហើយចំណុចមួយទៀតនោះគឺកន្លែងសាកថ្មទូរស័ព្ទអញ្ចឹងឆ្នាំមុនអត់មានទេណាដោយ USB Type C អីហ្នឹងគឺអត់មានទេប៉ុន្តែឆ្នាំនេះគឺមានបំពាក់មកជាមួយ USB Type C ដែលជាប្រព័ន្ធថាមពលបម្រុងសម្រាប់បញ្ចូល smartphone របស់យើងណាបាទដែលយើងអាចបើកបបដាយើងសាកថ្មបដាហើយកន្លែងដាក់វារបស់វាហ្នឹងគឺមានចំណុះ 1.7 លីត្រងាយស្រួលនៅក្នុងការដាក់ទូរស័ព្ទអញ្ចឹងយើងអាចដាក់ទូរស័ព្ទបដាជិះបដាសាកថ្មបដាបានអញ្ចឹងណាបាទហើយចំណែកឯរៀងខាងក្រោយនេះហើយនឹងនិមិត្តសញ្ញា Click នេះគឺស្រស់ស្អាតមែនតើបាទការកែប្រែរូបរាងថ្មីបាទដែលដាក់សញ្ញា Click ទៅជាពណ៌មាសបាទមើលទៅរំលេចមកយ៉ាងស្រស់ស្អាតហើយតាំងពីកាងខាងលើក៏ដូចជា stop ខាងក្រោយអីហ្នឹងគឺកែប្រែអស់ហើយបាទស្រស់ស្អាតមែនតើណាបាទហើយនេះយើងមកមើលនេះបាទចង្គៀងក្រោយគឺចង្គៀងក្រោយស្អាតមែនតើបាទចង្គៀងក្រោយបំពាក់មកជាមួយនឹងប្រព័ន្ធភ្លើង Full LED ដែលផ្ដល់ពន្លឺច្បាស់កាន់តែទាន់សម័យហើយនឹងលេចធ្លោផងដែរអញ្ចឹងណាបាទហើយឥឡូវយើងមើលមានអីទៀតបាទមានដូចជាបំពង់ស៊ីម៉ាំងណាបាទអញ្ចឹងបំពង់ស៊ីម៉ាំងនេះគឺបំពង់ស៊ីម៉ាំងប្រភេទដូចជាបំពង់ស៊ីម៉ាំង Sport ណាដូច Click 150ដែរអញ្ចឹងពីមុនឡើយ Click 125គឺបំពង់ស៊ីម៉ាំងរបស់វាគឺបំពង់ស៊ីម៉ាំងបែបធម្មតាទេប៉ុន្តែស៊េរី125ឆ្នាំ2027នេះដាក់លក្ខណៈ Sport មកតែម្ដងណាបាទគឺស្រស់ស្អាតហើយលេចធ្លោតែម្ដងបាទហើយចំពោះកម្លាំងម៉ាស៊ីនគឺកម្លាំងម៉ាស៊ីន 125cc ESP ដដែលណាបំពាក់មកជាមួយបច្ចេកវិទ្យា PGM FI ឬក៏ហៅថាប្រព័ន្ធប៊ិចសាំងដដែលទេបាទតែមានការកែប្រែបាទប្រអប់ខ្សែពានអីហ្នឹងគឺប្លែកជាងមុនឆ្ងាយណាបាទហើយបន្ទាប់មកទៀតយើងមកមើលកុងទ័រគឺកុងទ័រ Digital គឺរក្សារូបរាងកុងទ័រដដែលប៉ុន្តែបាទការ design ស៊ុំកុងទ័រហ្នឹងគឺមានរចនាបថថ្មីគឺយើងឃើញថាវាប្លែកពីមុនហើយស្រស់ស្អាតងាយស្រួលនៅក្នុងការមើលបាទដូចជាម៉ោងមើលគីឡូមើលអីផ្សេងៗហ្នឹងគឺអាចយើងមើលឃើញច្បាស់ល្អមែនតើណាបាទបន្តមកទៀតគឺប្រភេទកង់មុខណាកង់មុខគឺបានកែប្រែថ្មីជាមួយនឹងប្រាំង dish ប៉ុន្តែ dish នេះគឺ dish លក្ខណៈដូចទៅនឹង Vario ប្រទេសគេណាព្រោះថាការ Click 125ស៊េរីមុនគឺប្រាំង dish នេះគឺលក្ខណៈថាវងមូលស្ទទេប៉ុន្តែស៊េរីនេះគឺមានកាញ់មកជាមួយផងដែរអញ្ចឹងលយណាបាទហើយមានអីទៀតបាទអញ្ចឹងក្លុបនៅក្នុងក្រោមកែបណាក្លុបក្រោមកែបឬក៏ហៅថាកន្លែងដាក់អីវ៉ាន់ហ្នឹងគឺចំណុះវា18លីត្រណាពុកម៉ែបងប្អូនអរគ្នាបាទចំណុះ18លីត្រហ្នឹងឯងបាទអូខេអញ្ចឹងនេះគឺជាទិន្នន័យខ្លះហើយចំពោះម៉ាស៊ីនរបស់វាគឺយើងដឹងហើយប្រភេទ125cc 4តង់ហើយសប៉ាប់2ណាបញ្ចុះកម្ដៅដោយទឹកស្អំណាបាទបច្ចេកវិទ្យា ESP ផ្លូវនឹងឯងហើយទម្ងន់របស់វាហ្នឹងគឺបាទខ្ញុំមើលទម្ងន់តិចសិនណាបាទសម្រាប់ទម្ងន់អត់មានឃើញដាក់ក្នុងហ្នឹងទេប៉ុន្តែទំហំស្លាំង 124.88cc ហើយអូខេខ្ញុំមើលទម្ងន់តិចសិនណាបាទអត់ឃើញមានដាក់ទម្ងន់ទេណា
បាទអញ្ចឹងអាជាស្រ័យណាបាទដោយសារតែគេអត់ដាក់ទម្ងន់នៅក្នុងហ្នឹងទេហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងសម្រាប់ណែនាំអ្នកទាំងអស់គ្នាអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយទៀតបាទសូមអរគុណ